ពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំបាទឈ្មោះញ៉ែមញ៉ាន់ថុលជាសហស្ថាបនិករបស់ហុងស៊ុយហេងផលិតជីធម្មជាតិហើយថ្ងៃនេះខ្ញុំបានមកដល់ភូមិអរិយថ្នោតភូមិត្រាំកក់ស្រុកត្រាំកក់ខេត្តតាកែវហើយថ្ងៃនេះក៏បានចូលមកដល់ក្នុងរោងដាំស្ពៃហើយអ្វីដែលយើងសង្កេតមើលឃើញអ្វីដែលប្លែកនោះគឺពាក់ព័ន្ធទៅនឹងរឿងខ្ចៅដីបាទអញ្ចឹងខ្ចៅដីនេះវាបំផ្លាញទៅលើដំណាំស្ពៃរបស់យើងច្រើនហើយជាពិសេសបើវាបំផ្លាញតែរយៈពេលត្រឹមតែមួយយប់ឬក៏អីហ្នឹងវាអស់ហើយពពួកខ្ចៅដីនេះវាជាពិសេសវាបំផ្លាញហើយវាធ្វើឲ្យរូបស្ពៃរបស់យើងហ្នឹងវាអុចបាទវាចោះប្រហោងហើយកន្លែងខាងមុខនេះគឺសកម្មភាពដែលខ្ចៅដីដែលវាបានស៊ីបំផ្លាញបាទហើយសកម្មភាពខ្ចៅដីដែលវាបានមកបំផ្លាញនៅលើស្ពៃនេះគឺវាស៊ីពពួកស្លឹកកូនស្ពៃអញ្ចឹងនៅតូចហើយវាទំហំរបស់វាតូចហើយវាបំផ្លាញសាហាវណាស់បាទហើយអានេះមួយទៀតបាទនេះនៅលើវាកំពុងតែសកម្មភាពរបស់វាកំពុងតែបំផ្លាញបាទអញ្ចឹងវិធីដែលយើងអាចទប់ស្កាត់នៅពពួកខ្ចៅដីនេះដើម្បីកុំឲ្យវាមកបំផ្លាញដំណាំរបស់យើងជាពិសេសដំណាំស្ពៃឬក៏ដំណាំផ្សេងគឺម្សៅកបោកសិកម្មនេះបាទអញ្ចឹងជីម្សៅកបោកសិកម្មនេះវាមានតួនាទីសំខាន់ណាស់ទី1វាជួយកម្ចាត់នៅពពួកសត្វល្អិតឬក៏ពពួកបាក់តេរីផ្សេងដែលមាននៅក្នុងដីជាពិសេសពពួកខ្ចៅដីពពួកអីនេះយើងពេលមុនពេលដែលយើងចាប់ផ្ដើមរៀបចំដីពេលដែលយើងរៀបចំដីយើងយកម្សៅកបោនេះយើងកូងរបស់យើងនឹងតែម្ដងបាទហើយយើងបាចឲ្យបានចាប់ទៅពី2ដងទៅ3ដងទៅពពួកខ្ចៅដីនេះវាអត់អាចមកបំផ្លាញដំណាំរបស់យើងបានទៀតទេមួយទៀតវាជួយកាច់កាកសំណល់ផ្សេងឲ្យវាពុកវាផុយបានคลายទៅជាជីហើយនេះពួកម្សៅកបោរបស់យើងនេះហើយនេះសបកបាទនេះសបកខាងក្រៅហើយអានេះផ្ទៃខាងក្នុងដែលយើងយកមកសៅកបោនេះបាទអញ្ចឹងយើងបាចវាជុំវិញរូងអីចឹងទៅដើម្បីអីដើម្បីយើងបងចាក់ចៅដីពពួកអីហ្នឹងដែលវាឡើងមកទុំនៅលើរូងជាងរូងឬក៏អីផ្សេងហ្នឹងបាទអូខេអរគុណ